បងប្អូននេះគឺជាច្បាប់អន្តរជាតិបងប្អូនដែលធានាដោយប្រទេសមហាអំណាចទាំង5បានព្រមព្រៀងគ្នានឹង18ប្រទេសមកចុះហត្ថលេខាហើយព្រមទាំងអគ្គលេខាធិការអង្គការសហជីវជាតិផងដែរបងប្អូនគឺជាច្បាប់អន្តរជាតិដែលជាច្បាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23 ដុល្លារ 1991បងប្អូនច្បាប់នេះគេសរសេរជា5ភាសានិងមាន4កិច្ចព្រមព្រៀងចាបងប្អូនធំអញ្ចឹងខ្ញុំសូមមកអាននៅកិច្ចព្រមព្រៀងទាក់ទិនទៅនឹងអធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជាបងប្អូនអញ្ចឹងខ្ញុំអាននៅមាត្រាទី2បងប្អូននៅមាត្រាទី2នៅក្នុងច្បាប់កិច្ចព្រមព្រៀងទី2នេះ1ភាគីនានាក្នុងកិច្ចព្រមព្រៀងនេះតាមរយៈនេះសន្យាយ៉ាងឧឡារិកថាទទួលស្គាល់និងគោរពគ្រប់បែបយ៉ាងទាំងអស់ដល់អធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជា2ដើម្បីសម្រេចទិសដៅនេះភាគីទាំងនេះសន្យាថាកជៀសវាងចូលរួមក្នុងបក្សសម្ព័ន្ធយោធាណាមួយឬក៏ក្នុងកិច្ចព្រមព្រៀងយោធាផ្សេងណាជាមួយកម្ពុជាដែលមិនសមស្របនឹងអព្យាក្រឹតភាពរបស់កម្ពុជាតែប្រការទាំងនេះមិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកម្ពុជាក្នុងការទទួលសម្ភារៈយោធាអាវុធគ្រាប់រំសេវនិងជំនួយដែលចាំបាច់ដើម្បីឲ្យកម្ពុជាប្រើប្រាស់នូវសិទ្ធិដ៏ពេញលេញរបស់ខ្លួនសម្រាប់ការការពារខ្លួននិងដើម្បីរក្សាច្បាប់និងសណ្ដាប់ធ្នាប់ខជៀសវាងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាទោះក្នុងរូបភាពណាមួយក៏ដោយទោះដោយផ្ទាល់ក្តីឬដោយប្រយោលក្តីគជៀសវាងគំរាមកំហែងឬក៏ប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពដែនដីឬក៏ឯកភាពខាងនយោបាយរបស់កម្ពុជាក្នុងរូបភាពណាមួយដែលមិនសមស្របនឹងគោលបំណងរបស់អង្គការសហប្រជាជាតិដោះស្រាយរាល់ជម្លោះជាមួយកម្ពុជាដោយសន្តិវិធីជៀសវាងប្រើប្រាស់ទឹកដីរបស់ខ្លួនឬទឹកដីរបស់រដ្ឋដទៃដើម្បីធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិរបស់កម្ពុជាចាថ្ងៃបន្ទាប់ខ្ញុំនឹងអានចំណុចបន្តចានៅក្នុងច្បាប់កិច្ចព្រមព្រៀងនេះបងប្អូនអរគុណ